ហើយនឹងធ្លាប់ដួលគូប្រកួតឲ្យបោះបង់ការប្រកួតចំនួន3ដងគេមកពីសាធារណរដ្ឋបាទទឹកទី1 round 1ជាមួយនឹងកីឡាករបង្គោលក្រហមធុនសាក់ស៊ីនបង្គោលខៀវសូណាស៊ីរ៉ាវ៉ាន់បាទ3ទឹកចាំមើលថាតើធុនសាក់ស៊ីនឬក៏សូណាដែលជាអ្នកឡើងទៅបន្តវគ្គផ្ដាច់ព្រាត់បាទទស្សនានៅក្នុងទឹកទី1សិនការជើងក្រោមរបស់សូណាធុនសាក់ស៊ីនញាក់ចលូមួយឆក់ខាងលើរបស់សូណាធាក់មួយជើងរបស់សូណាលឺសូតាភឺបាទធាក់តបមួយជើងទៀតតែជើងក្រោមរបស់សូណាធុនសាក់ស៊ីនមួយជើងខាងក្រោមតែជើងអបខាងលើយ៉ាងណាកម្ពស់កម្ពស់បាទគេហៅថាចាញ់ព្រៀបបន្តិចក៏ពិតមែនប៉ុន្តែរឿងកម្ពស់ជារឿងផ្សេងអ្វីដែលសំខាន់គឺបច្ចេកទេសនៃការផ្ដួលគូសត្រូវឬក៏គូប្រកួតនៅលើសង្វៀនបាទចាំមើលថាតើសូណារកកលឹះឬក៏ក្បាច់យ៉ាងណាបាទក្នុងការបង្ក្រាបធុនសាក់ស៊ីនឬក៏សាក់ស៊ីនបាទរកកលឹះក្បាច់កិច្ចគៀបស្នៀតកលយ៉ាងណាបាទជាមួយនឹងការផ្ដួលសូណាបាទតែជើងក្រោមរបស់សូណាលូកឆ្វេងក្តាប់ដៃពោះទឹកបាត់របស់សាក់ស៊ីនលូកឆក់ខាងឆ្វេងរបស់សូណាសាក់ស៊ីនគៀងបន្តិចបាទទឹកទី1អីយ៉ាតែជើងក្រោមមួយជើងបាទសាក់ស៊ីនទាត់ផុតអ្នកក្តាប់ដៃស្ដាំសាក់ស៊ីនទាត់មួយជើងខាងក្រោមលូកខាងលើរបស់សូណាតាក់ស៊ីនក៏ពោះចូលពោះទឹកតាក់ស៊ីនក្តាប់ដៃស្ដាំអូយCross on 1 2 3 4 5 6 7 8បុកបន្តការប្រកួត continue សាក់ស៊ីនក្តាប់ដៃស្ដាំឃើញឱកាសល្អឲ្យកន្លែងឆ្ងាញ់ហើយសាក់ស៊ីនឆ្មក់ខាងស្ដាំរបស់តូណាត់មួយដៃកន្លែងនេះបាទអត់អីក្រោកលឿនអញ្ញាកដាលោកហ៊ិនសៃហេបន្តការប្រកួតជាបន្តទៀតសាក់ស៊ីនឆក់ខាងលើរបស់តូណាត់ក្តាប់ដៃស្ដាំ Cross on 1 2 3 4 5 6 7 8បុកបន្តការប្រកួត continue បានទៀតសម្រាប់សូណាសាក់ស៊ីនគេកន្លែងឆ្ងាញ់លើកនេះអូយលើកនេះមិនទៅទៀតទេសម្រាប់សូណាបាទអូយមួយដៃរបស់សាក់ស៊ីនបាទមានរឿងពិភាក្សាគ្នាហើយបាទសម្រាប់អេណារ៉តជ័យជំនះបានទៅលើបង្គោលក្រហមធុនសាក់ស៊ីនអបអរសាទរ